តោះបងប្អូននៅពេលបើកកម្មវិធី Messenger បងប្អូនមានឃើញកម្មវិធីផ្លាយមួយនៅខាងលើនេះទេបាទនេះកម្មវិធីផ្លាយដែលក្រុមហ៊ុន Messenger គេអាប់ដេតថ្មីណាចឹងដើម្បីបិទផ្ទាំងនេះបានយើងមកអនុវត្តជាមួយខ្ញុំចឹងខ្ញុំអនុវត្តនៅលើទូរស័ព្ទ Oppo បងប្អូនមើលស័ព្ទ Oppo របស់ប្រពន្ធខ្ញុំគឺអត់មានទេបាទខ្ញុំធ្វើបាត់រកត់ហើយចឹងដើម្បីបាត់វិញតើយើងធ្វើយ៉ាងម៉េចដែរបាទចឹងយើងចូលទៅកម្មវិធីមួយគឺកម្មវិធី Setting បងប្អូនបាទនេះ Setting នៅខាងលើគេនេះចូល Setting បាទចូល Setting ហើយបងប្អូនថយមកក្រោយមកបាទថយក្រោយអស់បាទបងប្អូនចូល Setting មិញណាបងប្អូនណាបាទចូល Setting ហើយគឺបងប្អូនអូស scroll មករកឲ្យឃើញពាក្យថា app បាទនេះ app ដាក់ចូលធំណាបាទ app នេះបងប្អូនចូល app នឹងមកបាទរួចហើយបងប្អូនយកនៅពាក្យខាងលើគេដាក់ថា app management បងប្អូនឃើញទេបាទ app management រួចហើយបងប្អូនអូ scroll មកខាងក្រោមបាទខាងក្រោមគេមករកឲ្យឃើញពាក្យថា messenger បាទរក messenger នេះ messenger ឃើញណាបាទឃើញ messenger ចាំមកចុចលើ messenger ហ្នឹងមកបាទរួចហើយបងប្អូនមើលពាក្យ2 3ដែលយើងត្រូវធ្វើបាទទី1អាខាងក្រោមគេនេះបងប្អូនឃើញខាងក្រោមគេទេបងប្អូនដោះវាចេញមកដាក់ថា not allow បាទណាបាទហើយថយក្រោយវិញមើលអាទី2ដាក់ថា display នេះក្បែរគ្នាវាហ្នឹងយើងដោះវាចេញដែរយកពាក្យថាបើវាជាប់ពណ៌ខៀវយើងដោះវាចេញជាពណ៌បែបប្រភេទចឹងវិញមកបាទហើយយើងថយក្រោយវិញយើងមកមើលពាក្យថា storage បងប្អូនណាបងប្អូនឃើញពាក្យ storage ចុចពាក្យ storage ហ្នឹងមកបាទហើយបងប្អូនមកមើលខាងលើគេបាទទី1បងប្អូនមើលពាក្យ clear ខាងក្រៅបងប្អូន clear វាមកបាទ clear វាចោលហ្នឹងទៅយើងរងចាំមួយ plate ហើយបងប្អូន clear អាខំខាងលើនោះមួយទៀតឃើញទេអាខំយើង clear ចុចពាក្យថា delete វាចោលបាទ delete ចោលតោះចឹងយើងទៅបើកកម្មវិធី Messenger យើងសារឡើងវិញបាទចឹងដល់ពេលយើងបើកកម្មវិធី Messenger វានឹងដំឡើងឲ្យយើងថ្មីបងប្អូនចុច Messenger ចឹងមកបាទហើយយើងរងចាំមួយ plate បាទដល់ពេលបើកហើយគឺបញ្ចេញរបៀបនេះចឹងយើងចុចយកពាក្យថា save បងប្អូនណាយកពាក្យថា save បាទរួចហើយយើងយកពាក្យថា restore now ហើយពណ៌ខៀវគេហ្នឹងណាចុចលើនឹងមួយមកបាទអញ្ចឹងខ្ញុំសូមដាក់លេខកូដសិនបាទដល់ពេលដាក់លេខកូដហើយគឺវាចេញរបៀបនេះបងប្អូនណាវាថា find your phone on messenger អញ្ចឹងយើងយកពាក្យថា turn on បាទ turn on មកបងប្អូនចុចលើហ្នឹងមកយកពាក្យថា allow បាទ allow បងប្អូនយកពាក្យខាងក្រោមគេថា not now បាទ not now ចុចជាមើល messenger យើងមើលតើមានរូបនឹងដែរទេបាទហើយយើងយកពាក្យថា upload ទៀតមកបងប្អូនណាបាទនេះយើងបាត់រូបនឹងតែម្ដងហើយបាទចឹងនេះគឺជាវិធីក្នុងការដោះយករូបចេញពីនៅលើ messenger យើងនឹងងាយហើយបងប្អូនអាចអនុវត្តវាលេងទៅបើសិនជាមានអីឆ្ងល់អាចឆាតសួរក្នុងបានបាទចឹងអរគុណច្រើនសម្រាប់ការតាមដានវីដេអូនេះ